បាទជំរាបសួរបងសម្រាប់បញ្ហានេះគឺបងក៏បានធ្វើមកថាធ្វើយ៉ាងម៉េចទៅដឹងថាឯកសារខ្លះៗឯកសារពិតទីមកឯកសារខ្លះៗឯកសារពិតបងណាបងតម្កល់ទៅលើគោលបញ្ញត្តិបើមកច្បាស់ទេបងអាចសួរអ្នកនៅក្បែរបងឬក៏អ្នកដែលយល់ច្បាស់ពីឡានបើសិនជាឯកសារមិនស្រួលទេបងអាចឆែកនៅក្រសួងគមនាគមន៍នៅកន្លែងគេធ្វើស្លាកលេខដែលគេទទួលធ្វើជាណាបាទបងអាចបញ្ជាក់ចំណាយលុយត្រឹម$60ធ្លាក់បងណាបាទបញ្ជាក់ទៅលើគោលបញ្ជីប្រវត្តិរូបឡានហ្នឹងបាទចង់ដឹងថាឡានហ្នឹងនៅធនាគារឬឡានកំពុងតែនៅកន្លែងប្រចាំឯកសារคล้ายៗហើយនេះវីដេអូនេះគឺខ្ញុំចង់ចែកម្លែកមានប្រុសមួយគ្រឿងទៀតហើយប្រុសពណ៌ស2Y ឯកសារកាត់គ្រី2ស្លឹកសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបើសិនជាចង់ដឹងពីព័ត៌មានប្រុស 2Y ហ្នឹងអាច inbox ដាក់ទៅខ្ញុំផ្ទាល់ខ្ញុំនឹងផ្ញើព័ត៌មានលម្អិតអញ្ចឹងខ្ញុំចង់ចែកម្លែកជូនដល់បងប្អូនដែលក៏រកឡានធូរអ្នកដែលរកទីដំបងប្រយ័ត្នដាយលុយអស់ឆាណាបាក់ហោមែនតើនិយាយគេថារកលុយចំណេញឡានក្នុងមួយគ្រឿង$50 $100តម្រាំមកចំណេញបាន10000 20000ដល់កាលណាតែពេលចំណេញមកភ្លាមខាតបងនឹងឡានមួយគ្រឿងនឹងភ្លាមបាក់នុកចឹងបាក់ទឹកចិត្តហោឡើងកើតទៀតហើយមានគេជួបច្រើនមានមនុស្សបាក់ទឹកចិត្តច្រើនខ្ញុំដឹងទាំងអស់អញ្ចឹងខ្ញុំអត់បង្ហាញទេអ្នកល្មមអាចនឹងលំបានចឹងធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបើមិនជាមានព័ត៌មានបាទផ្ញើឲ្យបងវិទ្យាផងដើម្បីចែកម្លែកទៅដល់បងប្អូនអ្នកផ្សេងទៀតឬក៏អ្នករកឡានធូរសូមធ្វើការប្រុងប្រយ័ត្នអាចផ្ងាឡានធូរមិនប្រកាសថាល្អឡានល្អក៏មិនប្រកាសថាធូរដែរសម្រាប់ក្លាខ្ញុំផ្ទាល់លុយខុសគ្នាត្រឹម1000 2000 ទៅ3000អត់បញ្ហាទេសំខាន់ក្លាខ្ញុំមានការតាំងត្រឹមត្រូវច្បាស់លាស់ពីក្លាយើងខ្ញុំអត់ឲ្យបងប្អូនពុកម៉ែបងប្អូនព្រួយបារម្ភមើលទិញគឺមានទំនុកចិត្តនិងភាពកក់ក្ដៅផ្ដល់ជូនដល់ពុកម៉ែបងប្អូនចឹងតែម្ដងបាទធានាលើឯកសារស្របច្បាប់បើមានបញ្ហាសងលុយវិញគ្រប់ចំនួនអ្វីដែលខ្ញុំចង់និយាយខ្ញុំធ្លាប់ទិញឡានឆ្លាក់លេខតុជីតាដឹងមិនអត់ខ្ញុំខាតលុយជិត1000ខ្ញុំទិញមកបានមួយថ្ងៃទេពួកអីឆ្លាក់លេខគេបាញ់ប្រលប់តុជីតាហ្នឹងអញ្ចឹងគឺថ្ងៃហ្នឹងគឺផ្លាត់ស្នៀតមែនតើបងប្អូនខ្ញុំ4នាក់ថ្ងៃហ្នឹងមិនអលឹមផងវាអលឹមហើយខ្ញុំក៏ពាក់វ៉ែនតាភ្លាមក៏ពេលអាប់វ៉ែនតាអញ្ចឹងក៏ខ្ញុំមកអត់ទៅបានប៉ុណ្ណឹងទេឆ្លាក់លេខទៅតាមមុខក្រោយយកទៅឲ្យម្ចាស់គឺវិញខាត់លុយដូចជា8ទៅ900ឡានមកដល់ឃ្លាំងប្រហែលជា1ម៉ោងហើយបើកទៅវិញអញ្ចឹងករណីដែលបងអូនវាសនាទិញឡានប្រយ័ត្នខ្លាំងមែនតើប្រយ័ត្នដោយសារអីមានបញ្ហាណាពេលក្រោយពេលដែលភ្ញៀវគាត់មករកបងអូនអញ្ចឹងស្មើនឹងបងអូនស្អុយហើយបាទលក់ឈ្មោះខ្លួនឯងអូខេអរគុណច្រើនសម្រាប់ proof ដែលខ្ញុំប្រាប់ហ្នឹងគឺឯកសារកាត់គ្រីមាន2ត្រឡឹកប្រយ័ត្នទាំងអស់គ្នាប្រុសពណ៌ស2Y បាទជួបគ្នាវីដេអូក្រោយហើយបើសិនជាអ្នកដែលមានព័ត៌មានថ្មីក៏ដូចជាបញ្ហាបែបនេះគឺអាចផ្ញើចូលបងអូនវិសាបានបងអូនវិសានឹងប្រាប់តែអត់លម្អិតច្បាស់ពេកទេគឺបងអូនវិសានឹងប្រាប់តាម Telegram ឬក៏ Chat បាទជួបគ្នាវីដេអូក្រោយ